ពេលដែលកូនមកដល់មុនម៉ោង 7 ហើយកូនចូលទៅដល់បានកូនដឹកឃើញអូខ្ញុំភ្លេចកាតសុំកុំព្យាយាមជិះម៉ូតូយ៉ាងលឿនទៅយកកាតនៅផ្ទះកូននឹងអាចគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងកូនទៅជួបគណៈកម្មការកណ្ដាលសុំទោសគេអង្វរគេនឹងចេញលិខិតមួយឲ្យកូនកាន់ហើយចូលក្នុងបន្ទប់រៀនបានហើយបាទជំរាបសួរកូនៗអ្នកទី12ទាំងអស់ខ្ញុំបាទឈ្មោះរស់សុភារវុធជាគ្រូបង្រៀនមុខវិជ្ជាគីមីបង្រៀនគួរបន្ថែមសម្រាប់កូនៗនៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញមេរៀនដែលកូនត្រូវយកចិត្តទុកដាក់តាមពិតទៅលោកគ្រូអ្នកគ្រូរបស់កូនបានបង្រៀននិងបានបញ្ជាក់ច្បាស់លាស់ហើយបើលោកគ្រូបន្ថែមពីលើប្រសាសន៍របស់លោកគ្រូអ្នកគ្រូរបស់កូនទាំងអស់គ្នាថាចំពោះទី1មេរៀនដែលកូនត្រូវយកចិត្តទុកដាក់បន្ថែមគឺតាក់ទងនឹងល្បឿនបំបត្តិពីព្រោះល្បឿនបំបត្តិវាជាកណ្ដឹងមួយដែលមានសញ្ញាដកឯចំពោះទី2តាក់ទងទៅនឹងមេរៀនសមាធិរលាយអញ្ចឹងកូនត្រូវដឹងឲ្យច្បាស់សារធាតុណាដែលមិនរលាយព្រោះសំណួរគេតែងតែសួររកបាសកកអញ្ចឹងសូម្បីតែសារធាតុមិនរលាយកូនអត់ដឹងវាជាគ្រោះថ្នាក់មួយដែលកូនរកខុសទាំងស្រុងឯចំពោះទី3មេរៀនបេហៈនិងអត្រាកម្មជាចំពោះមួយដែលក្រសួងឧស្សាហ៍ចេញប្រឡងមែនតើអញ្ចឹងកូនត្រូវយកចិត្តទុកដាក់ក្នុងមេរៀននេះហើយចំពោះទី4តកតងនឹងអាស៊ីតខ្សោយបាសខ្សោយភាគរយដែលចេញប្រឡងវាតិចជាងចំពោះទី3តកតងនឹងអត្រាកម្មតែកូនមិនត្រូវមើលរំលងទេព្រោះក្នុងចំពោះទី4នេះมันមានកន្លឹះក្នុងការផ្លែកដោយចំពោះទី3ទេអញ្ចឹងគេឲ្យការ A គេឲ្យការ B អីហ្នឹងសំណួរកូនចេះដឹងរួចរាល់អស់ហើយការសរសេរគេឲ្យការ A ឬក៏គេសួររកការ A គេប្រាប់ការ A របៀបសរសេរកូនដឹងហើយគឺសរសេរសមីការវិចារ3បន្ទាត់បាទហ្នឹងកូនច្បាស់លាស់ឯចំពោះមួយទៀតគឺសរីរាង្គគីមីសរីរាង្គនេះសិស្សជាទូទៅកូនតែងតែមានការព្រួយបារម្ភហើយមេរៀនដែលឧស្សាហ៍ចេញជាងគេក្នុងចំពោះសរីរាង្គចំពោះទី5ហ្នឹងចំពោះទី6ហ្នឹងគឺមេរៀនអេស្តាខ្លាញ់កូនឃើញនៅក្នុងសៀវភៅក្រសួងយើងរំហាត់ខ្លាញ់មានតែ2ទេគេចេញមួយហើយអញ្ចឹងមួយទៀតកូនត្រូវមើលឲ្យហ្មត់ចត់ព្រោះយើងមិនច្បាស់ថាក្រសួងចេញឬមិនចេញទេតែយើងគិតខ្លួនឯងទៅថាវាមានតែ2បើចេញកូនអត់ចេះអានឹងជាគ្រោះថ្នាក់មួយមែនតើហើយមេរៀនសមាធិប្រហើគេឧស្សាហ៍ចេញតែកន្លងមកធ្លាប់ចេញតែការឲ្យឈ្មោះបាទហៅឈ្មោះសមាធិប្រហើមិនជាច្រើនបន្ទុកទេហើយលំហាត់នៅក្នុងសមាធិប្រហើគឺស្រាលដែរទេមិនពិបាកប៉ុន្តែមានចំណុចមួយគឺសមីការទង្វើអានីលីនគេប្រាប់ឲ្យនីត្រូបងហ្សែនមានប្រតិកម្មអុកស៊ីតកម្មមានប្រតិកម្មទៅក្នុងហ្នឹងគេដាក់ថាមានដែកនិងចំហាយទឹកអញ្ចឹងមិនមែនមានន័យថាដែកនិងចំហាយទឹកសុទ្ធតែជាអង្គធាតុប្រតិករទេអញ្ចឹងយើងយកនីត្រូបងហ្សែនបូកជាមួយអាតូមអ៊ីត្រូសែនបានចេញអានីលីនបានជាកន្លឹះនៅក្នុងសៀវភៅកូនមើលបន្ថែមទៅឃើញហើយប្រធានលំហាត់ឬក៏លំហាត់នៅក្នុងរបាំងដែលបន្ទុកច្រើនគឺវាអាស្រ័យទៅលើចំណុច2គឺអេស្តាមានសំណួរច្រើនក៏អាចមានបន្ទុកច្រើនហើយនៅក្នុងលំហាត់ចំពោះ4អត្រាកម្មក៏មានសំណួរច្រើនដែរអញ្ចឹងពីរហ្នឹងជាទូទៅគឺមានបន្ទុកច្រើនជាងរបាំងផ្សេងបាទចំពោះផ្សេងអញ្ចឹងក្រសួងលោកចេញវិញ្ញាសាលោកចេញមិនមានតែមួយចំពោះឬពីរចំពោះយ៉ាងតិចក៏3ចំពោះដែរអញ្ចឹងកុំប្រហែលក្នុងសៀវភៅយើងរៀនតែ5ចំពោះទេអញ្ចឹងក្រសួងចេញយ៉ាងតិចពង្រាយឲ្យបាន3ចំពោះយ៉ាងតិចបាទកលឹះសំខាន់ដូចខ្ញុំប្រាប់អំបញ្ញមិញដោយសារសិស្សជាច្រើនគឺតែងតែភ្លាត់ពីចំណុចទី1ពាក្យថាសូលូសុងពីមុខគាត់ចេះតែអានរំលងពាក្យសូលូសុងឧទាហរណ៍ដោយរូបមន្តម៉ាស់មៀតសូលូសុងគាត់ទៅសេតែម៉ាស់មៀតទៅទេអញ្ចឹងបាត់ពាក្យសូលូសុងវាคล้ายទៅជាម៉ាស់មៀតរបស់សុទ្ធអញ្ចឹងរកចេញមកខុសទាំងស្រុងទី2ខ្ញុំបញ្ជាក់មុននឹងបន្តិចគឺរូបមន្តទិន្នផលក្នុងប្រធានលំហាត់អត់មានពាក្យខ្មែរថាទិន្នផលឬអត់មាននិមិត្តសញ្ញា AD សូមកូនកុំតាក់តែងរូបមន្តទិន្នផលឲ្យសោះបើគ្មានពាក្យទាំងអស់នេះគេប្រាប់
ភាគរយអង្គប្រតិកោនៅសល់កូនយកតម្លៃលេខភាគរយនេះទៅធ្វើជារូបមន្តទិន្នផលកូននឹងរលំហាត់នេះខុសទាំងស្រុងនេះជាគន្លឹះមួយសំខាន់ណាស់ដោយសារកូនធ្លាប់ខុសច្រើនដងហើយមួយទៀតកូនពេលខ្លះកូនអត់ស្គាល់អាស៊ីតនឹងខ្លាំងឬខ្សោយឲ្យតែគេសួររក pH កូនសង្កេតមើលបើវាជាអាស៊ីតខ្សោយគេនឹងឲ្យ Ka ហើយបើ pH របស់អាស៊ីតខ្លាំងគេមិនឲ្យ Ka ទេបាទលោកគ្រូសូមផ្ដាំមួយទៀតជាថាជាកុនលឹះក៏បានថាជាផ្លូវចិត្តក៏បានជាទូទៅអ្នកណាដូចអ្នកណាកាលលោកគ្រូនៅរៀនដោយពួកកូនឲ្យតែថ្ងៃប្រឡងពិតជាភ័យហើយវាខុសពីការប្រឡងប្រចាំខែប្រឡងប្រចាំខែផងនឹងយើងភ័យទៅប្រឡងណាជាតិគឺមានការភ័យអញ្ចឹងអ្នកនរគ្នាត្រូវចាំសម្ដីលោកគ្រូទុកមួយទី1ភ័យកូនដកដង្ហើមវែងហើយកូនត្រូវគិតថាវិញ្ញាសាចេញប្រឡងគឺក្រសួងគេរៀបរៀងសម្រាប់ឲ្យសិស្សធ្វើមិនមែនសម្រាប់ឲ្យគ្រូធ្វើទេអញ្ចឹងវិញ្ញាសាទាំងអស់នោះមិនមានអ្វីលើសពីសមត្ថភាពសិស្សឡើយនឹងទី1ទី2ពេលដែលកូនអានប្រធានលំហាត់នឹងអត់យល់កូនកុំអស់សង្ឃឹមជាទូទៅប្រធានលំហាត់មុខវិជ្ជាសាស្ត្រតែងតែមានបន្ទុកមួយចំនួនគឺអនុវត្តរូបមន្តកាលណាកូនចាំរូបមន្តកូនរកបន្ទុកបានទៅលើការចាំរូបមន្តអានប្រធានលំហាត់ជំនួសលេខចូលកូនបានបន្ទុកពេលដែលកូនបានបន្ទុកការភ័យខ្លាចនឹងថយចុះដល់ឯងពេលនោះបញ្ញានឹងកើតមានឡើងទៅចាំសម្ដីលោកគ្រូទុកកុំអានរហូតយល់បានធ្វើអានបណ្ដាលធ្វើបណ្ដាលបើកូនណាចាំរូបមន្តបាទលោកគ្រូសូមផ្ដាំចំណុចមួយទៀតវាជាកន្លឹះសំខាន់ដែរសម្រាប់ពេលប្រឡងកូនត្រូវចាំទុកយើងមកដល់មណ្ឌលប្រឡងឲ្យបានមុនម៉ោង7លោកគ្រូផ្ដាំចំណុចមួយពេលដែលកូនមកដល់មុនម៉ោង7ហើយកូនចូលទៅដល់បានកូនដឹកឃើញអូខ្ញុំភ្លេចកាតសុំកុំព្យាយាមជិះម៉ូតូយ៉ាងលឿនទៅយកកាតនៅផ្ទះកូននឹងអាចគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងកូនទៅជួបគណៈកម្មការកណ្ដាលសុំទោសគេអង្វរគេនឹងចេញលិខិតមួយឲ្យកូនកាន់ហើយចូលក្នុងបន្ទប់រៀនបានហើយបាទនេះជាចំណុចសំខាន់ណាស់ពួកកន្លងមកមានសិស្សជិះត្រឡប់ទៅយកកាតហើយគាត់គ្រោះថ្នាក់ចរាចរណ៍រហូតដល់ខានប្រឡងពេលខ្លះក៏រហូតដល់បាត់បង់ជីវិតនៅតាមខេត្តហើយមួយទៀតកត្តាដែលជៀសវាងគឺកូនស្ដាប់អនុរិយណែនាំគឺគេណែនាំច្បាស់លាស់ឲ្យកូនស្ដាប់គាត់ឲ្យច្បាស់លាស់ទៅហើយលោកគ្រូសូមផ្ដាំដោយសារលោកគ្រូធ្លាប់ជួបករណីកាត់ក្បាលមកវារៀលដល់បន្ទាត់ខាងលើដែលកូនសរសេរក្រោមបន្ទាត់ខ្វែងតែមួយបន្ទាត់ហើយលោកគ្រូកែទៅឃើញបាត់បន្ទាត់ហ្នឹងបាត់មកបន្ទាត់ហ្នឹងបាត់មើលខ្លឹមសារអត់យល់ទេអញ្ចឹងគួរសួរអនុរិយថាបន្ទាត់ខាងលើខ្ញុំអាចអំឡងបានមួយបន្ទាត់ហើយសរសេរខាងក្រោមបានឬអត់កុំភ្លេចសួរបាទលោកគ្រូសូមជូនពរកូនទាំងអស់គ្នាក្នុងការប្រឡងក្នុងខែ8ខាងមុខនេះសូមឲ្យកូនទាំងអស់ជួបតែសំណាងល្អមានន័យថាសំណាងកូនជាអ្នកសាងបានអញ្ចឹងគេសាងសំណាងបែបណាពេលដែលកូនរៀនកាន់តែច្រើនសំណាងនឹងមានដល់កូនទាំងអស់គ្នាកាន់តែច្រើនគ្មានអ្នកណាម្នាក់ឲ្យសំណាងទៅកូនទេមានតែកូនសាងដោយខ្លួនឯងអញ្ចឹងរូបបញ្ជាក់ម្ដងទៀតសំណាងកើតមានពីការសាងមានន័យថាកូនរៀនកាន់តែច្រើនកូនមានសំណាងក៏កាន់តែច្រើនដែរ AUPP Study locally, live globally. Apply to AUPP today.